ច្រកព្រំដែនអន្តរជាតិកម្ពុជាថៃរស់រើពេលវេលាបិទបើកឡើងវិញទាំងអស់ខណៈច្រករបៀងត្រូវបានបិទជាឯកតោភាគីដោយយោធាថៃយោធាថៃកាលពីវេលាម៉ោង 22:00 នាទីយប់ថ្ងៃសៅរ៍ទី 7 ខែមិថុនាឆ្នាំ 2025 បានសម្រេចកំណត់ការវិភាគពេលវេលាបិទបើកច្រកទ្វារព្រំដែនអន្តរជាតិនៅតាមបណ្ដាខេត្តជាប់ជាមួយកម្ពុជាដូចជាខេត្តស្រះកែវ ចន្ទបុរីត្រាច់ អបលរាជធានី ស៊ីសង្កេត សូរិន និងបុរីរំដោយកំណត់ថ្ងៃនិងពេលវេលាមួយចំនួនដូចខាងក្រោមបើយោងតាមការឲ្យដឹងពីយោធាកងយុទ្ធពលខេមរៈភូមិន្ទភូមិភាគទី 2 បានប្រគល់ភារកិច្ចលើការបិទបើកព្រំដែនដល់បណ្ដាកងទ័ពធំទាំងពីរគឺកងទ័ពធំបូព៌ាឬផូរ៉ាផានិងកងទ័ពធំសរនារីចំពោះខេត្តស្ថិតក្នុងកងធំបូព៌ាឬបូរ៉ាផាដូចមានខេត្តស្រះកែវ ចន្ទបុរីនិងខេត្តត្រាច់ដោយខេត្តទាំង3នេះជាប់ព្រំដែនជាមួយកម្ពុជាដូចជាខេត្តកោះកុង បៃលិន បាត់ដំបងនិងបន្ទាយមានជ័យសម្រាប់ច្រកទ្វារអន្តរជាតិដូចជាប៉ោយប៉ែត ខ្លងលឿក ច្រកទ្វារស្ទឹងបត់ បាននងអៀន ច្រកទ្វារដូង បានឡែម ច្រកទ្វារភ្នំដី ខៅឌិន ច្រកទ្វារព្រំ បានផាកាននិងច្រកទ្វារចាំយាម ហាតឡែកនឹងត្រូវផ្អាកបដូរវេនបើកព្រំដែននៅម៉ោង 8:00 នាទីព្រឹកនិងបិទវិញនៅម៉ោង 16:00 នាទីល្ងាចជារៀងរាល់ថ្ងៃចំណែកបណ្ដាខេត្តថៃនៅក្រោមការគ្រប់គ្រងដោយកងពលធំសុរនារីរួមមានខេត្តសូរិន បុរីរំ ស៊ីសង្កេតនិងឧបលរាជធានីនិងមានច្រកទ្វារអន្តរជាតិជាប់ជាមួយខេត្តឧត្តរមានជ័យនិងព្រះវិហាររបស់កម្ពុជាដូចជាច្រកទ្វារអូស្មាច់ ឆងចោមនិងច្រកទ្វារជាំឆសាងាំជាដើមគឺបើកព្រំដែនតែរយៈពេល3ថ្ងៃប៉ុណ្ណោះពោលគឺថ្ងៃច័ន្ទថ្ងៃពុធនិងថ្ងៃសុក្រចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 15:00 នាទីល្ងាចចំណែកច្រកទ្វារអន្តរជាតិជប់កគីសាយតកោស្ថិតក្នុងស្រុកបន្ទាយអំបិលជាប់ព្រំដែនខេត្តបុរីរំក៏ត្រូវបានភាគីថៃសម្រេចបិទជាឯកតោភាគីដែរដោយច្រកព្រំដែនអន្តរជាតិមួយនេះបើកក្នុងមួយសប្តាហ៍3ថ្ងៃដូចគ្នាគឺថ្ងៃអង្គារថ្ងៃពុធនិងថ្ងៃប្រហ័សចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 12 ថ្ងៃត្រង់តែប៉ុណ្ណោះដោយឡែកច្រកទ្វារអានសេះនៃខេត្តព្រះវិហារជាមួយច្រកទ្វារអានម៉ានៃខេត្តស៊ីសង្កេតគឺបើកតែថ្ងៃប្រហ័សមួយថ្ងៃគត់ហើយចាប់ពីម៉ោង 9 ព្រឹកដល់ម៉ោង 12 ថ្ងៃត្រង់ខណៈច្រករបៀងនៅតាមបណ្ដាខ្សែបន្ទាត់ព្រំដែនទាំងអស់ត្រូវបានបិទជាស្ថាពរហើយក៏គ្មានការបញ្ជាក់ពីភាគីថៃឲ្យច្បាស់លាស់ដែរប្រជាជនថៃត្រូវបានហាមឃាត់មិនឲ្យឆ្លងព្រំដែនចូលមកលេងកាស៊ីណូនៅក្រុងប៉ោយប៉ែតទៀតទេប្រទេសថៃបានរឹតបន្តឹងលើការធ្វើដំណើររបស់មនុស្សនិងទំនិញចេញចូលប្រទេសកម្ពុជាតាមច្រកព្រំដែនទាំងអស់ក្នុងខេត្តស្រះកែវរួមទាំងការហាម5ទាំងស្រុងលើភ្ញៀវទេសចរថៃដែលធ្វើដំណើរមកលេងល្បែងកាស៊ីណូស៊ីសងនៅក្រុងប៉ោយប៉ែតព្រំដែនកម្ពុជាផងដែរវិធានការនេះត្រូវបានប្រកាសដោយកងពលធំបូព៌ាឬបូរ៉ាផាក្នុងទម្រង់ជាការដាក់សម្ពាធសេដ្ឋកិច្ចដើម្បីជំរុញឲ្យមេដឹកនាំកម្ពុជាបញ្ឈប់ការឈរជើងយោធានៅតំបន់ព្រំដែនកម្ពុជាថៃនិងងាកប្រើប្រាស់ MOU 43ជាយន្តការដោះស្រាយជម្លោះព្រំដែនដែលកំពុងកើនឡើងកម្ដៅក្រោមវិធានការថ្មីដែលបានដាក់ចេញកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញច្រកព្រំដែនអចិន្ត្រៃយ៍ខ្លងលឿកក្នុងស្រុកអរ៉ាញ់នឹងបើកពីម៉ោង 8 ព្រឹកដល់ម៉ោង 4 រសៀលជំនួសឲ្យម៉ោង 6:00 នាទីព្រឹកដល់ម៉ោង 22:00 នាទីយប់ប៉ុន្តែជនជាតិថៃនឹងមិនត្រូវបានអនុញ្ញាតឲ្យឆ្លងចូលប្រទេសកម្ពុជាក្នុងគោលបំណងលេងល្បែងស៊ីសងឬទេសចរតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យនេះឡើយដោយឡែកប្រជាពលរដ្ឋកម្ពុជាត្រូវបានអនុញ្ញាតឲ្យឆ្លងចូលនិងចេញពីប្រទេសថៃក្នុងរយៈពេលបើកច្រកថ្មីប្រសិនបើពួកគេមានលិខិតឆ្លងដែនពេលវេលាដែលពួកគេអាចចំណាយពេលក្នុងប្រទេសថៃ
ត្រូវបានកាត់បន្ថយពី14ថ្ងៃមក7ថ្ងៃវិញពលរដ្ឋខ្មែរនឹងត្រូវបានអនុញ្ញាតឲ្យចូលប្រទេសថៃដើម្បីទទួលបានការព្យាបាលក្រោមហេតុផលមនុស្សធម៌ដោយមានការអនុញ្ញាតពីការិយាល័យសម្របសម្រួលកម្ពុជាថៃជនជាតិថៃដែលមានបំណងធ្វើដំណើរមកកម្ពុជាដើម្បីធ្វើការឬធ្វើពាណិជ្ជកម្មត្រូវតែមានលិខិតឆ្លងដែនដែលត្រូវបានត្រួតពិនិត្យដោយមន្ត្រីអន្តោប្រវេសន៍ខេត្តហើយឯកសាររបស់ពួកគេត្រូវបានបន្តរៀងរាល់10ថ្ងៃជំនួសឲ្យរៀងរាល់14ថ្ងៃម្ដងទន្ទឹមគ្នានោះយានជំនិះគ្រប់ប្រភេទដែលមានកង់លើសពី6ត្រូវប្រើប្រាស់ស្ពានមិត្តភាពកម្ពុជាថៃជាផ្លូវតែមួយគត់ក្នុងការធ្វើដំណើរទៅមកកម្ពុជាស្ពាននេះនឹងបើកពីម៉ោង8ព្រឹកដល់ម៉ោង4រសៀលជំនួសពីម៉ោង6:00នាទីព្រឹកដល់ម៉ោង16:00នាទីល្ងាចប៉ុស្តិ៍ត្រួតពិនិត្យបណ្ដោះអាសន្ននៅតាប្រយ៉ាស្រុកតាប្រយ៉ានិងនៅភូមិនងព្រឺក្នុងស្រុកអរញ្ញប្រទេសនឹងបើកចាប់ពីម៉ោង8:00ព្រឹករហូតដល់ថ្ងៃត្រង់វិធានការឆ្លងព្រំដែនថ្មីនិងនៅជាធរមានដរាបណាកងពលធំបូព៌ាយល់ថាចាំបាច់